ជួយធ្វើលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹង basic command part 3ដែលយើងទៅដល់ជាមួយនឹង file management ដែលដំបូងឡើយយើងត្រូវបង្កើត folder មួយចំនួនសិនប៉ុន្តែកិច្ចការចាស់ខ្ញុំបានបង្កើតខ្លាំងដូចខ្ញុំសូមមើលសិនដូចជាអូខេខ្ញុំនៅក្នុងSV1 ស្រាប់ដូច្នេះខ្ញុំនឹងបង្កើត file ចំនួន5ខ្ញុំប្រើ command touch t o u c h c1 ដក a b f ហើយមានកតុយនៅពីខាងក្រោយដូច្នេះខ្ញុំបង្កើត file a.f ហើយកតុយ kh អញ្ចឹងតើអត់មានប្រើ file section enter មួយទៅពេលខ្ញុំនឹងបង្កើតមួយទៀតអូខេ dir gr1 ដែរខ្ញុំ ls វាគឺយើងបានឃើញ file ចំនួន5ដែលយើងបានបង្កើតហើយមាន sv1akh ដល់ f.kh ចាំតែអញ្ចឹងបន្តមកទៀតខ្ញុំចង់ copy file មួយចំនួនចូលទៅក្នុង gr1 ដែលយើងត្រូវវាយ command cp សម្រាប់ copy ខ្ញុំវាយមក cp sv1 ដកa.kh ដក a.kh ហើយយើងវាយឈ្មោះ folder យើងមិនស្គាល់មកមានឈ្មោះថា gr1 ជានេះ gr1 ហើយយើង enter ដល់យើង enter យើងគឺ ls gr1 នឹងមើលមកតែនៅក្នុងហ្នឹងវាមាន file អីនេះគឺជា file copy ដែលយើងបាន move ពី folder sv1 មកកាន់ file gr1 នេះដល់មកទៀតយើងទៅ copy file មួយចំនួនទៀតខ្ញុំប្រើ cp ទៅដែរហើយយើងវាយ sv1 ដក b.kh sv1 ដក c.kh ដក d.kh ចូលទៅកាន់ gr1 ដូចគ្នាយើង enter មកហើយយើងls gr1 ដែរនោះយើងនឹងឃើញ file sv1 ដក a ដល់ដក d នៅក្នុង folder gr1 តមកទៀតខ្ញុំនឹងបង្កើតខ្ញុំនឹងបង្កើត folder មួយទៀតដែលមានឈ្មោះថា backup អញ្ចឹងយើងវាយ command mkdir មកហើយយើងវាយ sv1 ដកsv1 ដក backup នេះ slash យើង enter មកចុច slash បាត់ហើយអូខេយើងដាក់ចឹងមកទៅហើយបន្តមកទៀតយើងនឹង copy file ណាដែលមានកតុយ kh ចូលទៅកាន់ sv1.backup នេះយើងវាយទៅ sv1.backup slash មកយើង ls sv1 ដក backup នោះយើងនឹងឃើញនៅក្នុង sv1 backup slash របស់យើងមាន file ដែលមានកតុយ s ចាប់ពី a ដល់ f file ចំនួនទាំង5ដែលយើងបានបង្កើតហ្នឹងយើង copy មួយមកក្នុង folder sv1 backup slash នេះហើយតោះវាបង្កើត folder backup slash របស់យើងហើយខ្ញុំនឹងបង្កើត folder មួយទៀតដែលមានឈ្មោះថា student អញ្ចឹងយើងប្រើដែរមកគឺ mkdir student ហើយយើង
Intel មួយមកអូពីរដងខេម្ដងទៀតអូខេ dir student ពីរដងយើង Intel មកហើយបន្តមកទៀតយើងនឹង copy file ចេញពី sc1 តាមលេខរៀងដែលមាន a.f .kh ចូលទៅកាន់ student ចាបន្តទៀតយើង ls file មក student នោះយើងនឹងឃើញ file ដែលមានតាមលេខរៀងមានដូចជា a b c d e f copy បាន copy ចូលទៅក្នុង folder student ហើយអញ្ចឹងបន្តមកទៀតយើងបង្កើតនឹង folder មួយទៀតគឺ teacher យើងប្រើជាមួយនឹង mkdir ដដែលហើយ teacher បន្តមកទៀតយើងនឹងបង្កើត file នៅក្នុង folder teacher នេះយើងប្រើជាមួយនឹង command tag student ដកយើងបង្កើតចំនួន3 file តែមានជាមួយនឹងដក yes នៅពីខាងក្រោយដល់យើងចុច enter ហើយយើង ls នោះយើងនឹងឃើញមានដូចជានោះយើងនឹងឃើញមាន file មាន student .abc.yes នេះហើយខ្ញុំ clear មួយចោលសិនហើយបន្តមកទៀត command បន្ទាប់គឺយើងប្រើជាមួយនឹង copy ដដែលគ្រាន់តែយើង copy file ណាដែលមាន.c ចេះដាក់ចូលនៅអាផ្កាយពីមុខហ្នឹងមានន័យថាអក្សរមិនក៏យើងអត់ឆ្លងដែរសំខាន់នៅតែវាមានអក្សរ .c នៅក្នុងហ្នឹងយើង copy វាចូលទៅកាន់ file teacher យើង ls teacher មើលទៅនោះយើងនឹងឃើញអា student.c ជាមួយនឹង sc1.c.kh ទៅមកទៀតយើងធ្វើវាដូចគ្នាចូលទៅកាន់ជាមួយនឹង folder ctech ដែលយើងបានធ្លាប់បង្កើតកាលពី basic command ទី2ដូច្នេះយើងគ្រាន់តែវាយ command cp សម្រាប់ copy មកហើយយើងចង់ copy ទៅលើ folder អក្សរណាដែលមាន sv ហើយយើងដាក់ផ្កាយដែលនៅខាងកតុយ sv ហ្នឹងអីក៏បានដែរហើយដក all នេះយើង copy តាំងពី sub folder វាមកបានទាំងអស់ ctech យើង enter មកតមកទៀតយើងនឹង tree ctech នេះមើលអញ្ចឹងនៅក្នុងនេះគឺយើងបានឃើញហើយវាមានដូចជា sv1a.kh នេះជាមួយនឹង sv1 folder sub folder sv1 backup ដែលមាននៅក្នុងនោះមាន sv1a.f.kh ដូចគ្នាជាមួយនឹង sv1b.f ដូចគ្នាហើយជាមួយនឹងsub folder t2 នេះដែលយើងបានបង្កើតពី path មុនមកយើង clear វាមួយសិនទៅយើងធ្វើការងារបន្តរបស់យើងទៀតគឺការ move មុននឹងធ្វើយើងត្រូវបង្កើត file មួយជាមុនសិនដែលប្រើ mkdir ហើយជាមួយនឹងឈ្មោះ file របស់យើងគឺ me.file ហើយយើង enter មកយើងបង្កើតរួចហើយដូច្នេះយើង move student.b student.b.yes ចូលទៅកាន់ mv.file របស់យើងវាហើយយើង ls វាមើលថាវាបានមកអត់អូខេយើងបាន move វារួចរាល់ហើយគឺ student.b.yes តទៅទៀតយើងចង់ move save ដែលឥឡូវនេះយើងធ្វើការ move sv1 ពី a ដល់ f របស់យើងហើយមានកន្ទុយ .kh move ចូលជាមួយនឹង file mv.file នេះអូខេហើយយើង ls mv.file របស់យើងមើលទៅនោះយើងនឹងឃើញមានដូចជា student.b.yes ដែលយើងបាន move ពីដំបូងហើយជាមួយនឹង sv1.a.kh រហូតដល់ sv1.f.kh តមកទៀតខ្ញុំចង់ move file move folder ctech ទៅកាន់ mv.file នេះយើងប្រើជាមួយនឹង mv ctech
slash mv dot file slash nhưng enter máu hay dùng trong move dùng trong remove student dùng trong remove student dot a dot yes chẳng dừng vậy tới ô ấm by command ô ấm là remove student dot a dot yes dùng enter máu hay dừng lsជាមួយនឹង mv file នេះមកយើងនឹងឃើញមាន folder ctic ហើយយើងនឹងឃើញមាន student b.yes ហើយជាមួយនឹង file មួយចំនួនទៀតក្នុងចុងបន្ទាប់មកយើងចង់ remove ដូច្នេះយើងប្រើ command យើងប្រើ command om.f student .b .yes ដែល f ហ្នឹងគឺជា folder ណាដែលយើងកំពុងតែ open យើងអាចប្រើជាមួយនឹង remove បានបើសិនមកយើង om ទៅទេគឺវាមិនអាច remove ជាមួយនឹង folder ណាដែលវាកំពុងតែ run ទេវា remove បានទេអញ្ចឹងត្រូវបន្ថែម .f ហើយយើង ls មើល mv file ហ្នឹងមើលយើង cd វាចេញក្រៅទៅយើង cd ចេញក្រៅ cd ដកវាចេញក្រៅគេយើងចេញហើយយើងom.f student.b.yes ម្ដងទៀតហើយយើងទៅ ls នេះ file មួយនោះវារកអត់ឃើញទេតែសារយើង remove ហើយយើង om.of sv1 ហើយយើង clear វាមួយទៅអញ្ចឹងមួយទៀតគឺយើងប្រើ command text ហើយ cat command text នេះសម្រាប់ view text អញ្ចឹង file នេះអត់មានទេដូច្នេះយើងត្រូវបង្កើត file មួយ touch sv1 .data.txt យើងកើតរួចហើយយើងនឹងប្រើ cat សម្រាប់សញ្ញានេះសម្រាប់សរសេរ text ចូល sv1 .data.txt oh even not found អូខេខ្ញុំសេខុស sorry cat sv1 .data.txt មកយើងវាយនេះយើងវាយអីក៏បានដែរហើយយើង control C ហើយយើង ls ដក l ទៅនោះយើងនឹងឃើញនៅក្នុងក្នុង data នៅក្នុង file data របស់យើងមានជាមួយនឹង21 bit មកយើង clear មួយទៀតទៅយើង cat sv1 .data.txt យើង enter មកយើងនឹងឃើញ text ដែលយើងបានបញ្ចូលរួចមុនហ្នឹងគឺមាន q w អីចឹងទៅអញ្ចឹងយើងធ្វើមួយទៀតគឺដាក់ text ដំបូងយើងត្រូវប្រើជាមួយនឹង echo double quote គឺ money sv1 ជាមួយនឹង a ចុច set ដក 1.10 មកយើង slash m
Control C មកហើយយើងបង្កើតសារមួយ sv1 dot sv1 dot data យើង enter ហើយយើងប្រើជាមួយនឹង echo dot e good morning sv1 យើងប្រើជាមួយនឹង a ចុចចុច dot 1ចុច dot ស្លាយហើយកន្លែងនេះយើងចុចចេះមកយើង enter ទៀតយើង tab មកដើម្បី read data របស់យើង sv1 dot data ដូច្នេះ text ក្នុងនេះtext វាមានច្រើនដែលយើងបានបញ្ចូលមុននឹងហើយយើងលេស sv1 dot data ចឹងបន្តទៀតគឺ commenter សម្រាប់មើលដូចគ្នាដំបូងយើងត្រូវបង្កើត file មួយសិនគឺ touch sv1 dot text ទៅទៀតយើង echo វាទៅ dot e morning sv1 ចេញក្រោយយើង1.15 បិទវិញហើយយើងចេះមកយើងដាក់យ៉ាស្លាអិនទៀតយើងless sv1 dot text ទៅហើយយើង head មកយើង head sv1 dot text dot n file ចុចអូខេសេខុសយើង head sv1 dot text dot n file មកអូខេយើងនឹងឃើញ good morning ដល់5ដុល្លារយើង head sv1 dot text dot n 2អានេះយើងសម្រាប់មើល good morning 2ដងហើយបន្តមកទៀតយើងនឹងecho វាម្ដងទៀត dot e good morning sv1 មកកន្លែងនេះយើងដាក់ 1.50 c1 txt មកយើង tell sv1 dot text dot n file
Ồ, sẽ có tiếp okay, long tiếp tab sv1 dot text dot file trong nhà tab sv1 dot dot np on the side của này nó dùng sẽ có dùng C intro dot e good morning sv1 muối chọn chọn cancel ok tổng mới dùng tab sv1 dot tt dot n file okនេះមិនត្រូវគឺវាប្រើនេះtổng mới dùng theo việc đấy độ ẩn vì tới một tiếp nhưng độ ăn động đồng mới dùng list tới list sv1 dot text ok trong video mình basic thì bài bảo dưỡng kia mình tập bản năng tí học của cha là